អ្នកទាំងគ្នាដែលចូលមកកាន់វីដេអូខ្ញុំនៅថ្ងៃនេះសម្រាប់វីដេអូនេះខ្ញុំនឹងចែកកម្លែកជាមួយអ្នកទាំងគ្នាអំពីរបៀបដូរពី Live Mode មក Dark Mode បាទការបដូរ Live Mode មក Dark Mode គឺវាមានប្រយោជន៍សម្រាប់អ្នកដែលគាត់មើល YouTube រយៈពេលយូរហើយវាជួយការពារភ្នែករបស់យើងកុំឲ្យងងឹតឬកុំឲ្យព្រិលឬក៏កុំឲ្យចាំងពន្លឺពេកបាទអញ្ចឹងយើងធ្វើដំណេចអញ្ចឹងយើងចូលមកកាន់កន្លែង YouTube នេះមកកម្មវិធី YouTube ហើយបន្តទៀតយើង scroll មកបាទយើងចុចកន្លែងរូប profile របស់យើងបាទយើងចុចកន្លែង setting បាទ setting នៅខាងលើគេបងប្អូនហ្នឹងខាងស្ដាំដៃហើយចុចពាក្យថា general បាទ general ហើយយើង scroll មកក្រោមបាទយើងកន្លែង choose កន្លែង appearance បាទចុចកន្លែង appearance នេះមកបាទអញ្ចឹងយើងវាចេញជា3បាទចេញ3ចំណុចទី1 use device sim ទី2 like sim ហើយទី3 dark sim បាទ like sim គឺពណ៌សអញ្ចេះហើយបើ dark sim គឺវាពណ៌ងឹតចឹងវាជួយសម្រួលភ្នែករបស់យើងពេលដែលយើងមើលយូរឬក៏យើងមើលនៅពេលយប់បាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងតើតឹងទៅនឹងការបាទកំណត់ dark mode ឬក៏ live mode នៅក្នុងកម្មវិធី YouTube បាទអញ្ចឹងសូមអរគុណហើយសូមជម្រាបលា